ភ្លេចយប់មិនស្ដាប់ពាក្យឪពុកម្ដាយធ្វើឲ្យគាត់ព្រួយចិត្តរាល់ថ្ងៃមិត្តភ័ក្តិហៅទៅផ្លូវខុសបងក៏ដើរតាមគេមិនគិតរហូតដល់ថ្ងៃមួយភ្ញាក់ខ្លួនទើបដឹងថាខ្លួនខុសច្រើនពេកឬភ្លាំងជីវិតមួយរាអៀតឥឡូវដល់ពេលត្រូវតែបដូរចូលឆ្នាំថ្មីបងសូមកែខ្លួនពុកទីចោលអតីតកាលដែលធ្លាប់ខុសស្ដាប់ពាក្យឪពុកម្ដាយវិញដើម្បីអនាគតដ៏ល្អជាងមុនបងមិនចង់ជាក្មេងស្ទាលទីទៀតទេចង់ក្លាយជាមនុស្សមានតម្លៃចូលឆ្នាំនេះជាចំណុចចាប់ផ្ដើមសម្រាប់ជីវិតថ្មីរបស់បងសើរបូសង្ក្រានต์នៅវត្តភូមិបងទៅជួយការងារជាមួយគេលេងទៅលេងអ្វីអត់